បងប្អូនអរគ្នាពេលដែលខ្ញុំមកដល់សួនផ្កាធូលីបនេះខ្ញុំនឹកឃើញដល់កសិកម្មប្រទេសកម្ពុជាយើងខ្លាំងមែនទែនដូចជាស្ដែងអញ្ចឹងគ្រាន់តែដីវាលហ្នឹងគេដាំផ្កាមកគឺគេអាចលក់សមុទ្របានអញ្ចឹងបើយើងនិយាយអំពីប្រទេសយើងវិញបងប្អូនអរគ្នាយើងអាចធ្វើកសិកម្មបានច្រើនប្រភេទមែនទែនដូចជាចំការអំពៅចំការផ្កាឈូករត់ឬក៏កសិផលខ្មែរដូចជាធ្វើស្រែចម្ការអីយើងអាច convert វាទៅជាប្រភេទគេហៅថាទេសចរបែបកសិកម្មបានដូចគ្នាអញ្ចឹងជាចំណុចមួយដែលយើងគួរតែសិក្សារៀនសូត្រដែរពីព្រោះអីខ្ញុំដើរច្រើនប្រទេសដែរបងប្អូនអរគ្នាដូចជាជប៉ុនថៃចិនអីចឹងបើសិនជាយើងធ្វើតែមួយមុខយើងប្រហែលជាដើរអត់ទាន់គេទេបងប្អូនអរគ្នាតែបើសិនជាយើងរៀនពីប្រទេសដែលគេជឿនលឿនស្រាប់ដូចជាអាមេរិកនេះយើងអាចយកទៅកែច្នៃទេសចររបស់យើងឲ្យវាកាន់តែប្រសើរឡើងខ្ញុំជឿថាយើងអាចប្រកាសជាធ្វើបានល្អច្រើនជាងពីព្រោះអីថ្លៃពលកម្មរបស់យើងនៅនោះក៏មានតម្លៃសមរម្យដែលយើងអាចទទួលយកបានហើយនៅពេលដែលយើងធ្វើបែបទេសចរនេះយើងអាចតាក់ទាញទេសចរពីប្រទេសផ្សេងៗដែលគេអត់មានដូចយើងដូចជាស្ដែងជាងបងប្អូនអរគ្នាផ្កាធូលីបនេះគឺបើយើងនៅស្រុកយើងវារៀងថ្លៃបងប្អូនអរគ្នាតែបើសិនជានៅប្រទេសគេវិញគឺគេសម្បូរអញ្ចឹងគេអាចដាំទៅវាមានផ្កាផ្លែអញ្ចឹងគេអាចលក់សមុទ្របានចូលមកហើយបេះផ្កាហ្នឹងក៏ម្នាក់មួយតោមួយរៀលទៀតអញ្ចឹងម្នាក់យ៉ាងទៀតក៏ចំណាយអស់10ទៅ20ឬក៏$30ដែរចុះបើសិនជាយើងធ្វើអញ្ចឹងយើងអាចរកចំណូលបានច្រើនជាងយើងលក់ឆាវឲ្យបងប្អូនអរគ្នាអានេះជាចំណុចមួយពិចារណាប៉ុន្តែទាំងអស់ហ្នឹងក៏យើងត្រូវចេះកែច្នៃនិងវិចខ្ចប់ដែរដូចជាក់ស្ដែងអញ្ចឹងបើសិនជាយើងអត់មានគ្រូយើងជាដាំតាពីតាពីអានឹងប្រកាសជាខាត់បងហើយបងប្អូនអរគ្នាតែបើសិនជាយើងដាំហើយយើងមានគ្រូយើងមានអីប្រហែលជាអាចយើងគ្រាន់បើដូចជាក់ស្ដែងបងប្អូនអរគ្នាមើលពីក្រោយខ្នងខ្ញុំនេះបាទគ្មានអីទេបងប្អូនអរគ្នាដីវាលសុទ្ធបាទដីវាលសុទ្ធបាទគឺគេដាំផ្កាទាំងរងអញ្ចឹងទៅបាទហើយបន្ទាប់មកគេធ្វើការថែទៅហើយកាលនោះគេធ្វើលក្ខណៈថាឧបករណ៍ខ្លះដើម្បីឲ្យវាមើលទៅរៀងសមល្មមហើយគ្មានស្អីទេបងប្អូនទេត្រាក់ទ័រដើម្បីអូសទេសចរដើរកំសាន្តនៅក្នុងសួនផ្កាហ្នឹងទៅបាទហើយអ្វីដែលពិសេសមួយទៀតបងប្អូនអរគ្នាឃើញទេគុំផ្កាគេបាទនេះបាទគឺផ្កាដាំថ្មីនេះទុំធ្លាក់ព្រិលហើយមិនអំណោយផលដល់ដូចប្រទេសយើងផងបងប្អូនអរគ្នានេះឃើញទេបងប្អូនអរគ្នាឃើញទេបាទគឺថ្មីទាំងអស់គឺដាំពេញវាលតែម្ដងបាទអញ្ចឹងដាក់ទៅមកវាលអញ្ចឹងទៅគេធ្វើកន្លែងលក់សមុទ្រលក់អីត្រឹមត្រូវទៅគេមានជាមួយនឹងកៅអីអង្គុយមានបន្ទប់ទឹកមានអីអញ្ចឹងទៅបងប្អូនអរគ្នាបាទអញ្ចឹងដូចជាស្ដែងអញ្ចឹងនេះបាទនេះត្រាក់ទ័រគេសម្រាប់ដឹកភ្ញៀវទេសចរហើយភ្ញៀវទេសចរមកហើយបាទនាំគ្នាមកលេងព្រៀបអញ្ចឹងទៅបាទអញ្ចឹងបើនៅយើងវិញចំការអំពៅធ្វើលក្ខណៈថាទឹកអំពៅអីអញ្ចឹងទៅទុរេនស្វាយអីផ្សេងទៀតអញ្ចឹងយើងអាចធ្វើលក្ខណៈអញ្ចឹងប៉ុន្តែយើងត្រូវសិក្សាដែរថាតើគេធ្វើ eco farm លក្ខណៈថា tour farm ហ្នឹងគេធ្វើរបៀបម៉េចអញ្ចឹងណាបងប្អូននេះដូចជាស្ដែងអញ្ចឹង system នៅក្នុងការគ្រប់គ្រងបុគ្គលិកដូចជាការដឹកមនុស្សដើរលេងអីចឹងទៅអញ្ចឹងបើតម្លៃវិញគឺខ្ញុំគិតថាយើងអាច afford បានមើលបងប្អូននេះគឺ tractor គេសម្រាប់ដឹកភ្ញៀវអញ្ចឹងទៅនេះបាទដឹកទៅហើយបាទអញ្ចឹងភ្ញៀវត្រូវការជិះឡើងជិះទៅបាទនេះគឺយើងអាចឡើងជិះជាមួយនឹង tractor នឹងផ្ទាល់បានបាទអូខេអញ្ចឹងគេដាក់ចណ្ដើមមកឲ្យភ្ញៀវចុះមកវិញកុំឲ្យភ្ញៀវពិបាកដើរឆ្ងាយពេកអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលទិញសមុទ្រហើយយើងអាចចុះមកបានបាទអញ្ចឹងក្មេងៗគាត់ចុះហើយទៅគេទៅទៀតហើយបាទអញ្ចឹងខាងនេះវិញគឺផ្កាអញ្ចឹងមនុស្សពេញនឹងតែម្ដងបងប្អូននេះឃើញទេបាទពេញហ្មងឲ្យគេដាក់កៅអីឲ្យយើងអង្គុយអញ្ចឹងទៅហើយអានេះគឺមានកន្លែងពោះខ្យល់គេមើលទៅដូចលក្ខណៈថាពោះសម្រាប់ចំហាលខ្យល់ណាគេធ្វើឲ្យទៅហើយនេះចំការហ្មងឲ្យផ្លូវចិត្តផ្លូវបើនៅយើងវិញដាំផ្កាអីក៏រស់ដែរបងប្អូននេះហើយបើខែផ្សេងគឺពិបាកដាំមែនទែនបាទហ្នឹងហើយបានថានៅនេះគឺរដូវកាលនៅក្នុងការដាំដុះអញ្ចឹងគឺបានតែរយៈពេលប្រហែលខែទេហើយបើនៅយើងវិញបងប្អូនអរគ្នាអើយចង់ដាំប្រហែលខែក៏បានដែរបាទហើយតែខែភ្លៀងវិញដុះជុំយេអីបងប្អូនអរគ្នាអញ្ចឹងខ្ញុំគិតថាអានេះមួយគឺជាមុខរបរមួយដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនអរគ្នាអ្នកដែលចាប់អារម្មណ៍បាទអូខេបងប្អូនអរគ្នាបន្ទាប់ពីមកពីមើលផ្កាវិញសុកក៏ស្រាប់តា Nomade ផ្ញើប្រេងម៉ាស៊ីនឲ្យដោយសារតែនៅនេះគឺពួកខ្ញុំត្រូវការប្រេងម៉ាស៊ីនដើម្បីចាក់ម៉ូតូផងចាក់ឡានផងអញ្ចឹងខ្ញុំក៏ order ប្រេងម៉ាស៊ីន Nomade មកតែម្ដងបាទអញ្ចឹងនៅអាមេរិកនេះក៏អាចធ្វើការទិញប្រេងម៉ាស៊ីន Nomade បានណាបងប្អូនអរគ្នាអញ្ចឹងសម្រាប់បងប្អូនអរគ្នានៅខ្មែរក៏ទិញបានដែរណាបងប្អូនអរគ្នាប្រេងម៉ាស៊ីនហ្នឹងបើនិយាយទៅវាធូរថ្លៃហើយគុណភាពវាល្អបងប្អូនអរគ្នានេះ Oh my god ហើយចង់ពិបាក
បាទឥឡូវនេះខ្ញុំចាប់ផ្ដើមហែកហើយបាទនៅក្នុងហ្នឹងមានប្រេងសិនអីគេខ្លះដែលផ្ញើមកបាទហើយនៅនេះពិបាករកទិញប្រេងសិនម៉ូតូមែនទែនបងប្អូនអរគ្នាដោយសារតែនៅអាមេរិកនេះអត់សូវមានអ្នកជិះម៉ូតូទេអញ្ចឹងភាគច្រើនគឺគេជិះឡានមកផ្ទះបើនិយាយទៅអត់ឡានគឺ0ហ្មងបងប្អូនអរគ្នាអត់ដឹងទៅណាទេដូចជាក់ស្ដែងអញ្ចឹងខ្ញុំជិះទៅមើលផ្កាដែលខ្ញុំថតវីដេអូឲ្យបងប្អូនអរគ្នាហ្នឹង70ម៉ាយពីកន្លែងហ្នឹងទៅបាទបើយើងគិតជាគីឡូវិញជិត100គីឡូបងប្អូនអរគ្នាអូខេឥឡូវហែកឲ្យបងប្អូនអរគ្នាអញ្ចឹងប្រេងដែលផ្ញើមកមានគ្រប់ម៉ាកហ្មងបងប្អូនអរគ្នាមាន 5W30 បាទ 5W30 មាន5W30 ដែរតែកណ្ដុងពណ៌ប្រផេះហើយអានេះ15ខ្សែសម្រាប់ចាក់យានជំនិះមកសុទ្ធធំរៀងចាស់អញ្ចឹងណាបាទហើយអានេះគឺ10ខ្សែបងប្អូនអរគ្នានេះ10ខ្សែហើយអានេះ0W16 បងប្អូនអរគ្នានេះ 0W16 0W16 នេះបងប្អូនអរគ្នាអានេះគឺ 0W12 បងប្អូនអរគ្នាអូខេ Nomad មានដល់ 0W12 បងប្អូនអរគ្នាមាន 0W20 ដូចមាន0ដល់ 0W8 ក្រុមហ៊ុនផ្ញើមកដែរអត់នេះអូផ្ញើមកតែបងប្អូនអរគ្នានេះគឺ 0W8 បងប្អូនអរគ្នា 0W8 ហើយមាន 5W30 កំប៉ុងតូចនិយាយទៅមានគ្រប់ model ទាំងអស់ហ្មងបងប្អូនអរគ្នាហើយមាន 5W30 តូចនេះទៀតបាទប្រភេទតូចនេះក៏មានដែរបងប្អូនអរគ្នាហើយនេះគឺពិបាកជាងគេគឺប្រេងម៉ាស៊ីនម៉ូតូអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលប្រើប្រាស់ម៉ូតូអាចដូរប្រេងម៉ាស៊ីន Nomad បានអញ្ចឹងដូចជាក់ស្ដែងប្រេងទាំងអស់នេះខ្ញុំនឹងយកមកប្រើសម្រាប់យានជំនិះមួយចំនួនដែរនៅនេះអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលត្រូវការប្រេងម៉ាស៊ីនអាចរកទិញជាមួយនឹងប្រេងម៉ាស៊ីន Nomad បានអញ្ចឹងវីដេអូ vlog របស់ខ្ញុំថ្ងៃនេះតាក់ទងនឹងការទៅមើលផ្កាហើយត្រឡប់មកវិញគឺសូមចប់ត្រឹមហ្នឹងហើយអរគុណពូមីងដែលបានជូនទៅលេងបាទបាយបាយ